កម្ពុជាបន្តតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាតែមិនប្តឹងថៃតវ៉ាទៀតខ្ញុំអានតតាខ្សោះខ្យល់ហើយខ្ញុំអត់មាននឿយណាយនៅក្នុងការអានទេព្រោះអីរដ្ឋាភិបាលកម្ពុជាគាត់អត់មាននឿយណាយនៅក្នុងការតវ៉ាឲ្យមិនព្រមប្តឹងថៃនេះលិខិតរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី21ម្សិលមិញកម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជានេះលិខិតទីប្រមាណហើយ800ជាងហើយបងប្អូនខ្ញុំភ្លេចអស់ហើយវាច្រើនរយដងពេករដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរដ្ឋអធិបតេយ្យតវ៉ាដាក់ដៃដាច់ដៃដាក់ជើងមានបាត់ឈប់បាញ់ហ្នឹងអាហ្នឹងបាត់ឈប់បាញ់ទុកម្ដុំតលាក់បាតធាក់ញោមហើយព្រោះអីញោមប្រេះផ្ដាស់ណារឿងអធិបតេយ្យអត់មានរឿងតវ៉ារឿងអនុគ្រោះឯងគឺរឿងណែឯងចូលមកគឺដាក់ដៃដាច់ដៃដាក់ជើងព្រោះអីតែហ៊ានការពារព្រំដែនត្រូវតែមានសិទ្ធិស្វ័យការពារតាមរដ្ឋធម្មនុញ្ញកម្ពុជាផងតាមសច្ចាប្រណិធានផងតាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិហើយថៃអត់មានរឿងអីមកការ៉េការ៉ាអីស្រេចចិត្តចឹងទេអត់មានតវ៉ាទេហើយបើថាមិនហ៊ានវាយគេទេកុំឲ្យមានសង្គ្រាមល្អហើយសន្តិភាពប្តឹងគេផងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិអត់ប្តឹងទៅទៀតគាត់តវ៉ាបំពេញមកលើដែនដីខ្មែរទៀតគាត់ថាថ្ងៃ26ខែកក្កដាដល់ថ្ងៃ17សីហានេះនៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យកម្លាំងប្រដាប់អាវុធថៃបន្តឈូសឆាយព្រៃជាបន្តបន្ទាប់តែមិនដឹងទេគេដាំដូងដាំឈើចិត្តបានផ្លែហូបអីហ្នឹងនៅលើដីខ្មែរហ្នឹងដើម្បីសាងសង់ផ្លូវថ្មីមួយខ្សែទៀតដែលតភ្ជាប់ពីភាគខាងជើងនៃបង្គោលព្រំដែនលេខ14ទៅកាន់តំបន់ភ្នំតាថងភ្នំ278បន្ទាប់មកនៅថ្ងៃទី20ខែសីហាឆ្នាំ2026ថៃកងកម្លាំងប្រដាប់អាវុធថៃបន្តសកម្មភាពសង់ផ្លូវនៅតំបន់ខាងលើព្រមទាំងសង់លេនដ្ឋានយោធាថ្មីផងដែរគេតិចទៀតគេសឹងថាចង់រៀបចំជាវិមានសកម្មស្កាយអីអស់ហើយគេធ្វើមកយោហើយយើងនៅតែតវ៉ាអញ្ចឹងថ្ងៃទី20សីហានៅឃុំសអែមស្រុកជាំខ្សានខេត្តព្រះវិហារកម្លាំងប្រដាប់អាវុធថៃសាងសង់លេនដ្ឋានយោធាថ្មីមួយចំនួននៅភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈដល់ចដើខេត្តព្រះវិហារទៀតដែលមានតឡាការដីកាតឡាការយុតិធធអន្តរជាតិផងអានេះកិច្ចការនេះអីវ៉ាន់នេះត្រូវប្តឹងទៅ ICJ ភ្លាមព្រោះអីគេរំលោភបំពានសាលដីកាហ្នឹងយើងនៅតវ៉ាហើយបើថៃជឿតវ៉ាយើងគេធ្វើហើយគាត់ថាសកម្មភាពទាំងនេះគឺរំលោភដឹងហើយព្រោះនៅតែស្រែកទៅដាច់ខ្យល់ងាប់ហើយរំលោភអត់ព្រមប្តឹងប៉ូលីសក្រសួងការពារជាតិបន្តនាំក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅថតរូបដីខ្មែរដែលថៃឈ្លានពានតែមិនប្តឹងថៃទៅទៀតខ្ញុំហៅក្រុមនេះថាជាក្រុមសង្ហារឹមមានបងប្អូនខ្មែរមួយចំនួនថាគាត់សើចថាហេតុអីបានជាហៅពួកគាត់ថាជាក្រុមសង្ហារឹមបងប្អូនសង្ហារឹម1000ហ្នឹងគឺគ្រាន់តែជាការលម្អទេផ្ទះយើងដែលយើងដាក់សង្ហារឹមគឺគ្រឿងតុកទូកៅអីកែកងពិទូសូរកានអីហ្នឹងគឺយកមកលម្អតាព្រោះវាមិនបានប្រយោជន៍អីដើម្បីឲ្យនេះទេនិយាយទៅលម្អឲ្យតែយើងសប្បាយចិត្តតែសំខាន់គឺផ្ទះហ្នឹងគឺគ្រឹះឬសសរវាឯណោះហើយដល់ពេលអញ្ចឹងថ្ងៃនេះគាត់នាំក្រុម AOT អាស៊ានខាងខ្មែរបានប្រយោជន៍អីយើងនាំខាងខ្មែរថៃនាំខាងថៃទៅខាងខ្មែរនិយាយខាងខ្មែរថៃខាងថៃគេធ្វើតែខាងថៃហើយអត់មានរបាយការណ៍អត់មានក្រុមអាស៊ានរួមគ្នាអីមួយអត់មានថាអាស៊ានខ្មែរនិងថៃចុះទៅហើយសម្រាប់អត់មានខ្មែរហ្នឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អទៅថតតែរូបហ្នឹងហើយរូបថតបើសិនជាថតបានផុសតាច្រើនជួយផ្ញើទៅឲ្យលោកអ៊ុំសំអាននិងអ៊ូសាម៉ាឌីផងឥឡូវទៅដល់ឡាអេហើយណែយកទៅដាក់ប្តឹងតុលាការព្រហ្មទណ្ឌអន្តរជាតិបើលោកចិត្តសឿងអត់ទេបើអញ្ចឹងវិញអត់ទេចេះទៅរហូតនេះឃើញទេថ្ងៃនេះចុះទៅក្រុម AOT អាស៊ានហ្នឹងទៅទៀតដែរទៅដល់ទីតាំងយោធាដែលថាគេដាក់បរិយាយទូកុងតឺន័រហើយខុសច្បាប់ទៀតស្អីក៏ខុសដែរប៉ុន្តែហេតុអីបានជារដ្ឋបរទេសកាន់កាប់ដីខ្មែរខុសច្បាប់ខ្មែរអត់អាចរុញគេបានខ្ញុំកំពុងតែឆ្ងល់នេះតើយើងជារដ្ឋអធិបតេយ្យអីទៅតើយើងមានពលឹងអីទៀតនៅពេលដែលគេអាឈប់បាញ់មានណាហើយខុសអាប័ណ្ណឈប់បាញ់គេធ្វើអីបានស្អាតចិត្តអញ្ចឹងថៃយកអាប័ណ្ណឈប់បាញ់មកហ្នឹងអញ្ចឹងអ្នកណាដែលរួមគំនិតក្បត់សញ្ញេលោកទាសីហាសញ្ញេឲ្យមានប័ណ្ណឈប់បាញ់គឺជាការបើកផ្លូវឲ្យថៃឈ្លានពានបន្ថែមហើយអត់ហ៊ានធ្វើអីគេអញ្ចឹងបានន័យថាអ្នកណាដែលចុះហត្ថលេខាប័ណ្ណឈប់បាញ់គឺចូលរួមក្បត់ជាតិនេះដោយឲ្យអនុញ្ញាតឲ្យបើកដៃឲ្យថៃឈ្លានពានបានច្រើនទៀតដោយយកលេសអាប័ណ្ណឈប់បាញ់ហ្នឹងហើយយកដីខ្មែរថែមទៀតឈ្លានពានថែមទៀតនេះវាទៅជាអញ្ចឹងខ្ញុំមិនចង់ឲ្យអស់លោកណាជាប់ឈ្មោះជាអ្នកក្បត់ជាតិទេចង់ឲ្យលោកជាអ្នកកសាងស្ដារជាតិនេះអញ្ចឹងហើយបានតែចិត្តតែលើកទឹកចិត្តឲ្យប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីស្ដារមុខមាត់អស់លោកវិញដែរព្រោះអស់លោកការពារដែនអធិបតេយ្យខ្មែរអត់បានអញ្ចឹងហើយបានជាពឹងឲ្យតុលាការអន្តរជាតិហ្នឹងដើម្បីខ្ចាក់ដីមកវិញបើបានមកវិញបើអស់លោកប្តឹងតាមពិតទៅប្រជាពលរដ្ឋខ្មែរគិតថាឲ្យធ្វើម៉េចបរដ្ឋាភិបាលទាហានខ្មែរខ្សោយបើគ្នាធ្វើម៉េចវាយអត់ឈ្នះប៉ុន្តែបានប្តឹងយោងដល់ប្តឹងទៅគេខ្ចាក់ដីមកក៏បានគុណូបការៈគុណស្រ័យដល់គណៈបកប្រជាជននិងរដ្ឋាភិបាលកម្ពុជាដែរហេតុអីបានជាអស់លោកមិនធ្វើឲ្យដៃទៅរដ្ឋាភិបាលក្រៅប្រទេសផ្ទុយទៅវិញមកជេរគេរឿងស្រមសបុតជេរគេរឿងមិនឲ្យប្តឹងអញ្ចឹងអស់លោកកាន់តែចុះនរកជ្រៅទៅទៀតនេះវាទៅជាអញ្ចឹងវិញបងប្អូនជួនកាលអារបបដឹកនាំផ្ដាច់ការពេលខ្លះវាមានពេលវាដល់ពេលគេហៅថា the beginning of an end ចំណុចចាប់ផ្ដើមនៃទីអវសានណា
វាអាចអញ្ចឹងក៏ថាបានដែរហើយទៅក៏ថាគេរាយទូកុងតឺន័រ10ស្ថិតនៅចំណុចភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅកុងតឺន័រហ្នឹងរាយមួយឆ្នាំហើយហ្នឹងមិនមែនទៅមកដាក់ឥឡូវណាដាក់យូរហើយយើងទៅម្ដងគេដាក់បន្លាលួសទៅពីរដងអាស៊ានអីហ្នឹង AOT ទៅកាន់តែច្រើនគេធ្វើកាន់តែមាំទូហ្នឹងកាលមុនដាក់តែមួយជាន់ទេដល់ពេលយើងទៅញឹកគេថែមមួយជាន់ទៀតហើយគេថែមកាភ្លើងយន្តហើយគេថែមបាវខ្សាច់នៅលើហ្នឹងទៀតហើយយើងគិតថាទៅហ្នឹងបានផលគេធ្វើក្នុងដីគេថាយើងព្រមព្រៀងឲ្យអ្នកណានៅហ្នឹងតែខ្មែរតើដែលថាគេឈ្លានពានតែគេថាអត់បានឈ្លានពានផងនិយាយគេដំបងគេឈ្លានពានមែនហើយតែក្រោយមកលោកទាសីហាថាអ្នកណានៅហ្នឹងអានេះឡេះហើយខ្មែរយើងក៏ថាអត់មានទេអាហ្នឹងក៏ឈ្លានពានដែរតែឈ្លានពានមិនបើយើងអត់ទាំងបានដេញគេផងអញ្ចឹងសហគមន៍អន្តរជាតិគេថាអូរដ្ឋអធិបតេយ្យធ្វើអញ្ចឹងនៅអ៊ុយក្រែនបាញ់ហុយដីបាញ់រុស្ស៊ីរហូតដល់ក្រុងមូស្គូទៀតឥឡូវចែកជើងគ្នារុស្ស៊ីកំពុងអកុនធំខ្ញុំមានព័ត៌មានហ្នឹងដែរបាទឥឡូវបន្តទៅទៀតបងប្អូនកន្លែងហ្នឹងមួយរឿងព្រៃច័ន្ទភូមិជោគជ័យក៏ថាមានកុងតឺន័រ10កុងតឺន័រឥឡូវមានកន្លែងផ្សេងមានកុងតឺន័រប្រហែលផ្សេងមួយទៀតគឺគាត់ទៅ5កុងតឺន័រដែរនៅសំទោសមិនមែន5កុងតឺន័រទេអា10កុងតឺន័រ5កុងតឺន័រនៅភូមិជោគជ័យ3ជាន់អូ3ជាន់អានេះ10កន្លែងអូច្រើនណាស់ខ្ញុំអានមិនអស់ទេต้องបានប្រយោជន៍ស្អីផងទេយើងទៅនិយាយពីគេដាក់កុងតឺន័រដាក់បន្លាលួសឲ្យមិនប្តឹងគេណាអាហ្នឹងដូចទៅបានប្រយោជន៍ស្អីយើងទៅស្រែកលើកបដាមកតុលាការតែអត់ព្រមដាក់ពោះតាងប្តឹងយករជួលមេធាវីហើយចោះក្រុមមេធាវីគាត់ដែលបង្កើតគណៈកម្មការយូរហើយហ្នឹងណាគណៈកម្មការមេធាវីមានលោកកោតរិទ្ធមានបណ្ឌិតបញ្ញវន្តកវីច្បាប់សុទ្ធតែគណៈកម្មាធិការចំពោះកិច្ចអីដែលថាដាក់ប្តឹងថៃទៅតុលាការព្រំទាន់អន្តរជាតិឬក៏យុត្តិធម៌អន្តរជាតិលើនៅណាអស់លោកធ្វើអីគេលើហ្នឹងហើយបានប្រមាណណាឥឡូវការដែលស៊ើបអង្កេតស្រាវជ្រាវរៀបចំឯកសារហ្នឹងបានប្រមាណហើយអ្នកស្រីម៉ាលីសុជាតានោះស្រែកកោកសឹកមាត់តដោកចែតតពោះកបីអាកាលគេបាញ់ប្រាវថ្ងៃម្ដុំថ្ងៃ20ជាងឬថ្ងៃប្រហែលនេះដូចនៅខែធ្នូហ្នឹងគាត់ឡើងមកថាយើងកំពុងតែប្រមូលភ័ស្តុតាងដើម្បីដាក់ប្តឹងថៃអំពីអំពើឈ្លានពានទៅតុលាការព្រំទាន់អន្តរជាតិឥឡូវប្រមូលមួយឆ្នាំហើយ8ខែភ័ស្តុតាងនៅណាអ្នកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៅណាប្រាប់បងប្អូនកុំប្រមាថគេហើយចុះលោកទូចសុខៈអ្នកនាំពាក្យក្រសួងការមហាផ្ទៃដែលស្អីណាគេបាញ់ខ្មែរយើងស្លាប់នៅអាអូបីជាន់ឬក៏ភូមិជោគជ័យអីហ្នឹងសុទ្ធតែដាក់ប្តឹងឥឡូវនៅឯណាចុះលោកសួនរោនហ្នឹងនៅឯណាវិញ្ញាណក្ខន្ធអ្នកទាំងនេះវល់ស្លាប់ហើយអស់លោកកុហកបែបនេះងាប់ហើយដាក់ទៅឲ្យកុំប្រមាថរាយការណ៍មកគណៈកម្មការស្អីច្បាប់អីហ្នឹងបណ្ដឹងមួយដែលត្រូវដាក់គេត្រូវការពេលរាប់ខែរាប់ឆ្នាំអញ្ចឹងហើយចុះបើចាប់គណៈបកប្រជាជនឬសកម្មជនសង្គ្រោះជាតិឬក៏សកម្មជនបរិស្ថាន24ម៉ោងចុះទៅចាប់អត់បាច់បង្កើតគណៈកម្មការអីអត់ដីកាក៏ចាប់ដែរអត់បងប្អូនណាដឹងដំណឹងអីក៏ចាប់ដែរខុសនីតិវិធីបំពេញគ្រប់យ៉ាងលើកធ្វើបានតាំងកដាលយប់ក៏ចាប់ដែរលោកកម្មសខាសាង1ម៉ោងរំលងរាត្រីតាំងថ្ងៃទី3ខែកញ្ញាឆ្នាំ2017ហ្នឹងទៅចាប់សាង1ម៉ោងហើយភ័ស្តុតាងបាត់ល្មើសជាក់ស្ដែងនោះគាត់និយាយ3 4ឆ្នាំមុននោះហើយឯកសារនិយាយជាសាធារណៈយកមកចាប់ពិសេសតែអញ្ចឹងហើយធ្វើឲ្យប្រជាប្រដ្ឋថានិយាយអីក៏រិះគន់គេដែរហើយបើមិនរិះគន់អស់លោកធ្វើតែអញ្ចឹងណា